ប្រហែលថ្ងៃនេះដោយសារមេឃភ្លៀងរាល់ថ្ងៃពេកមានការខ្ជិលកក់សក់ខ្លួនឯងជាខ្លាំងចឹងហើយមានតែឲ្យប្តីជូនទៅកក់សក់នៅហាងនឹងឯងហើយទៅថ្ងៃនេះដែរទៅ4អ្នកប្អូនថ្លៃដោយសារប្អូនថ្លៃខ្ញុំនឹងគេមកដូរថ្នាំថ្មិញផងហើយមានណាហាងមកជួយកាន់ក្មួយបដ ாய் ហើយខ្ញុំនេះកក់សក់ទៅពួកឯងនៅផ្ទះមេឃភ្លៀងរាល់ថ្ងៃពេកយើងកក់ខ្លួនឯងវាបាក់ណាមួយដោយសារកូនតូចផងចឹងបន្ទាប់ពីកក់សក់ហើយនឹងប្អូនថ្លៃខ្ញុំគេឡើងទៅផ្ទះគេវិញហើយខ្ញុំប្តីខ្ញុំនឹងជិះម៉ូតូទៅផ្សារទៅរកទិញបន្លែទិញម្ហូបទុកហូបឲ្យហើយជិះបានផ្លេតនឹងគឺថាម៉ូតូរបូតកែបបដ ாய் ហើយបើនិយាយពីម៉ូតូអាគុយនេះវិញខ្ញុំទិញតាំងពីខ្ញុំមកចិនលើកទី1ឥឡូវហ្នឹងវាចូល3ឆ្នាំមកចឹងទៅវាមានការរករ៉ារបូតខ្ចៅកែបងលើមកដល់ផ្សារបន្លែគេនេះមានលក់ខ្ចងខ្ចៅលក់ត្រីលក់អីចឹងទៅតែថ្ងៃហ្នឹងពួកខ្ញុំមកទិញត្រីហើយទិញហ្នឹងគេទិញត្រីប៉ានីនត្រីអាមេរិកនៅស្រុកខ្ញុំគេហៅអញ្ចឹងឯងនៅស្រុកបងប្អូនខ្ញុំមិនដឹងហៅអីទេស្រុកខ្ញុំណាត្រីហ្នឹងគេហៅត្រីប៉ានីនឬក៏ត្រីអាមេរិកហើយនៅនេះស្រួលខ្លាំងមែនតើគេធ្វើឲ្យយើងដូចគ្នាទិញថ្លឹងហើយអីអញ្ចឹងគេធ្វើឲ្យយើងមកស្អាតមកនៅផ្សារហ្នឹងគេមានលក់កាធាយមានលក់កែបមានលក់ខ្ចងមានលក់ខ្ចៅហេតុដូចជាមានខ្ចងមានតែខ្ចៅជាមួយនឹងខ្ចៅគូតវែងហើយមានកែបមានកាធាយមានកូនត្រីមានអីចឹងទៅប៉ុន្តែពួកខ្ញុំអត់បានទិញទេខ្ញុំទិញតែត្រីកន្លែងនេះវិញគឺថាតាពាំងជូរតាពាំងជ្រក់គេជ្រក់ស្ពៃខ្ទឹមជ្រក់អណ្ដែកជ្រក់ម្ទេសជ្រក់គេនឹងឯងនៅនេះគេអត់ប្រើមកជូរគេប្រើអស់ហ្នឹងពួកអស់ហ្នឹងគឺជារបស់ជូរជូរហើយនេះវិញគឺខ្ចៅរបស់គេនឹងឯងហើយនឹងខ្ចៅគូតវែងបន្ទាប់ពីទិញហើយអស់ហ្នឹងពួកខ្ញុំនាំគ្នាទៅហូបទិញមាន់មកជាហៀងទិញហូបតែល្ងាចហ្នឹងឯងដោយសារតែស្អែកហ្នឹងពួកខ្ញុំនាំគ្នាឡើងទៅស្រុកហើយទិញល្មមបានហើយមកពីស្រុកវិញ 2-3 ថ្ងៃហើយឡើងទៅស្រុកនោះអត់មានធ្វើអីទេឡើងទៅជួបមកអូនខ្មែរគាត់នៅស្រុកមួយគ្នាហើយខេត្តមួយគ្នាទៀតណាមួយខ្ញុំឡើងមកយកប៉ាសពតដែលតវីសាផងចឹងហើយក៏មានឱកាសឆ្លៀតជួបគ្នាហ្មងហើយនេះមកអូនជនជាតិខ្មែរដែរគេមកនៅចិនយូរហើយជាខ្ទង់មួយឆ្នាំជាងហើយប៉ុន្តែពួកខ្ញុំអត់ដែលស្គាល់គ្នាតាមតែអូស TikTok ទៅឃើញមានអីណាត់ជួបគ្នាបដ ாய் ហើយសាច់ស្គាល់គ្នាវិញបានតែម្ដង10ថ្ងៃផងតែនឹកឃើញតែយើងជាជនជាតិខ្មែរដូចគ្នាបាននៅនឹង 2-3 នាក់មានអីណាត់ជួបគ្នាបដ ாய் ហើយណាត់មកជួបនឹងលើកទី1នឹងគឺមកញ៉ាំស៊ុបទៀតដោយសារតែខ្ញុំកូនតូចអត់មានបានដើរលេងណាណីទេហើយណាមួយមេឃភ្លៀងអលឹមផងហើយត្រជាក់ទៀតចឹងហើយញ៉ាំអីជុំគ្នាតែបន្តិចនឹងហើយក៏នឹកឃើញតែបែកគ្នាទៅចាំលុកក្រោយយើងជុំគ្នាបានយូរហើយមកជួបគ្នាចេះហើយមានអីមានតែវីដេអូដាក់ TikTok នឹងឯងតែមានណាឡើយតែនិយាយគ្នាឡើងញ៉ាំហើយបន្ថតហើយបងប្អូនបាត់ខ្ញុំឃើញអត់សូវផុសវីដេអូមួយថ្ងៃនេះដោយសារតែមេឃភ្លៀងរាល់ថ្ងៃពេកហើយមិនសូវបានថតវីដេអូមិនសូវបានអីទេនេះបន្ទាប់ពីញ៉ាំអីហើយហ្នឹងបងអូនគេជូនទៅផ្ទះវិញហើយណាត់គ្នាជួបគ្នាញ៉ាំអីតាមផ្លេតសិនទេចាំលឹកក្រោយយើងញ៉ាំអីឲ្យបានយូរលើមើលកូនស្រីខ្ញុំនេះឲ្យទៅលើកាមេរ៉ាមកគឺថាញ៉ាំបិទមាត់អត់ចិត្តមកតែពួកខ្ញុំអត់មានទៅផ្ទះវិញទេទៅផ្ទះបងថ្លៃទេហើយម៉ូអូនគេនៅផ្ទះជួលនៅនឹងដែរលើបានស្គាល់ម៉ូអូនមួយទៀតនៅផ្ទះចិត្តគ្នាអញ្ចឹងស្រួលលេតែនេះណាត់ជួបគ្នាហ្មងហើយយប៉ែមួយទៀតដែលខ្ញុំធ្លាប់ទៅលេងសាមុនបងប្អូននៅចាំបានអត់ពួកខ្ញុំមានណាត់គ្នាហើយប្រហែលជាវីដេអូក្រោយៗអាចនឹងឃើញថាតើដឹងថាថ្ងៃណាឲ្យប្រកាសឥឡូវនេះគឺថាដល់កន្លែងចុះឲ្យធ្វើការបាយគ្នាចាំជួបគ្នាលើកក្រោយម្ដងទៀតបងឡើយកម្រងគិតថាបុកលហុងបុកអីហូបជុំគ្នាតើតែដល់ពេលមេឃត្រជាក់ឲ្យភ្លៀងទៀតហើយខ្ញុំកូនទូចអត់មានបានធ្វើលេងចឹងហើយមានតែជួបគ្នាលើកក្រោយហ្មងទៅលើកនឹងណាត់គ្នាញ៉ាំអីបន្តិចបានហើយដល់ផ្ទះបងថ្លៃវិញបងថ្លៃធ្វើស៊ុបឲ្យញ៉ាំ